បាទសូមគោរពជំរាបសួរដល់បងប្អូនដែលជា member នៅក្នុងបណ្ដាញ YouTube Channel អត្ថបទអប់រំទាំងអស់គ្នាជាទីគោរពស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំនឹងមកសូត្រនៅអត្ថបទកំណាព្យរឿងព្រះចង្កូមកែវបន្តទៀតដោយคลิปវីដេអូមុនគឺខ្ញុំបានសូត្រកថាមុខហើយថ្ងៃនេះខ្ញុំនឹងសូត្ររឿងព្រះចង្កូមកែវនេះបទកាកតិប៉ុន្តែយកលំនាំតាមភូមិធម៌ភូមិសុខសូមរីរេសម្ដាប់យុជាកតិអប់រំដូចតទៅខ្ញុំសូមប្រណម្យក្រាបថ្វាយបង្គំចំពោះព្រះពុទ្ធទ្រង់ញៀនបវរព្រះធម៌ខ្ពង់ផុតព្រះសង្ឃបរិសុទ្ធដោយត្រៃសក្ខាហើយខ្ញុំសូមថ្លែងចរចាសំដែងព្រះធម៌ទេសនាជារឿងដំណាលកាលព្រះភង្គវីជាគ្រួងទេព្តាព្រមទាំងមនុស្សសត្វអំពីទ្រង់តាំងសម្រួចសំរាំងសំភរាំងច្រើនក្តាត់ប្រាថ្នាត្រាស់ដឹងព្រះធម៌បរមត្តជាព្រះពុទ្ធរតន៍ឧត្តមសង្ស្ដាដរាបទ្រង់បានត្រាស់ដឹងទ្រង់ញៀនប្រពៃថ្លៃថ្លាពេញជាព្រះពុទ្ធបរិសុទ្ធប្រាជ្ញាហើយចូលកាន់មហានិព្វានទៅនោះរូបខ្ញុំសូមថ្លែងដំណាលដំណែងសំដៅចំពោះរឿងព្រះចង្កូមដែលទ្រង់សង្គ្រោះស្ថិតនៅក្នុងកោះលង្កាសពថ្ងៃដោយបែបសង្ឃិតដើម្បីញ៉ាំងចិត្តជនដែលអាល័យក្នុងគុណព្រះធាតុល្អស្អាតពេកក្រៃនៃព្រះម្ចាស់ថ្លៃត្រៃលោកសង្ស្ដាឲ្យកើតសង្វេគស្លុតចិត្តពុនពេកនឹងកើតច្រាំងថ្លាស្ពងព្រះពុទ្ធអង្គដែលទ្រង់មេត្តាប្រដៅទេព្តាមនុស្សសត្វគ្រប់ប្រាណហេតុនេះសូមអស់លោកអ្នកសប្បុរសប្រុងស្ដាប់ឲ្យបាន ចេះចាំមាត់ចត់
តាមបទលំអានរឿងរ៉ាវនិទានអើយពីដើមដល់ចប់សត្វថាគេរាំងដូចមានវចនៈលោកថ្លែងសពគ្រប់ថាកាលព្រះពុទ្ធមានគុណលើលុបទ្រង់កើតក្នុងភពមេប្រារព្ធសំភានងពោធិសត្វណែបានត្រាច់រងគាត់ក្នុងវត្តដរហ្វាកសាងបារមីអភិនិហាទាំង10ប្រការអង្គចាពេកក្រៃលោកពលចំហត់ណែថាដើមបំផុត4អង្គសង្ខ័យនឹងសែនមហាកັບដែលជាកំរៃនងព្រះម្ចាស់ថ្លៃប្រពៃពេកពិតកើតក្នុងបរិយអមរង្វតីជាកូនព្រាមព្រឹទ្ធនាមឈ្មោះហៅថាសុមេធបណ្ឌិតកាន់ធោសុចរិតណែល្អពិតឥតតោះទ្រង់ចេញទៅបួសក៏សាងព្រះភ្នោះជាភេទតាបោះនៅព្រៃហមពៀនកើតឈានខ្ពង់ខ្ពស់ប្រកបដោយយុះអើយជាងមនុស្សនេះកាលថ្ងៃមួយនោះកំពុងតែហោះខាងលើវេហាក្រឡេកឃើញមនុស្សកំពុងនាំគ្នាជុំរះមាគាដើម្បីនិមន្តព្រះទីបង្កសម្ពុទ្ធបវរហើយនឹងអរហន្តសាវកទាំងឡាយដែលជាសង្គុណនៃព្រះមានបុណ្យទៅថ្វាយចង្ហាន់មហាបរោះសមេទាំងតបោះបានឃើញចាំងស្កាន់ក៏ហងទៅចុះសំផ្លូវមួយខាន់យកជាកំណាន់ជំរះម្នាក់ឯងកាលដែលស័យកំពុងគ្មៀតក្មៃដោយក្តីប្រឹងប្រែងមិនតាន់រួចរាល់នៅសល់កន់ឡាញ
ប្រហែលប្រវែងមួយลูกប៉ុននោះឃើញព្រះសង្ឃស្ដាយស្ដេចទ្រង់យាត្រាមកដល់ទីនោះព្រះពោធិសត្វបានកាន់ចិត្តស្មោះយកខ្លួនចំពោះត្រៀលធ្វើជាស្ពានថ្វាយព្រះពុទ្ធអង្គព្រមទាំងព្រះសង្ឃសាវកប៉ុន្មានហើយយាងលើកណងនៃខ្លួនដែលបានធ្វើឲ្យជាឋានចម្លងភងល្បាប់កាលព្រះសម្ពុទ្ធតតឃើញចំហុតឃើញទ្រង់សាស័ព្ទជាពុទ្ធទំនាយបរិយាយប្រហងប្រាប់ឲ្យសាវកស្ដាប់បានដឹងគ្រប់គ្នាថាតាបោះជាមហាបរោះដែលមានសទ្ធាក្រាបធ្វើជាស្ពានចម្លងមាគីនេះនឹងបានជាព្រះពុទ្ធមួយអង្គមិនពិតប្រកបក្នុងអនាគតនឹងបានស្រោចស្រង់ទេវតាមនុស្សសត្វឲ្យកាត់លះបងកំចាត់កម្មកងកិលេសសង្សារតពីនោះឯងព្រះអង្គទ្រង់ស្វែងអង្គភីនិហាបំពេញបារមីទាំង10ប្រការលុះដល់ចំការខាងក្រោយបំផុតជាវេសន្តរប្រតិសមងសនឹងទៀនបរិសុទ្ធបានញ៉ាំងផែនដីឲ្យញរុនធត់ហើយទីបង្គត់ចាឋានមនុស្សលោកទៅកើតក្នុងឋានតសិទ្ធវិមានប្រសាដោយជោគសោយទឹកសម្បត្តិឥតមានវិញយោគក្នុងឋានទេវលោកលោកអង្គជន្មីគ្រាដល់គ្រប់កាលទេពតាបណ្ដាលនាំគ្នាយាត្រាទាំងមើលចក្រវាល
មកថ្វាយវន្ទារដ្ឋធនីលោកចាសុឋានបាទសូមអរគុណសូមគោរពជម្រាបលា